សួស្តីអ្នកទាំងអស់គ្នាតោះយើងមកស្គាល់ពីឧបករណ៍កាសបបុរសទាំងអស់គ្នាហើយនៅក្នុងនេះគឺជាឧបករណ៍កាសបបុរសខ្ញុំនឹងមកបង្ហាញពីឧបករណ៍កាសបបុរសនីមួយៗនេះគឺជាត្រង់ដឺសម្រាប់ឈូសជើងសក់អាចប្រើជាមួយនឹងពុំក៏បានហើយក៏អាចប្រើជាមួយនឹងក្រាស់ក៏បានពីរហ្នឹងអាចប្រើបានជាមួយនេះគឺជាត្រង់ដឺទូចអាចច្រឹបជើងសក់ឲ្យជើងរាងស្អាតចំពោះកន្ត្រៃយើងមាន2កន្ត្រៃសាប់មួយនិងកន្ត្រៃកាត់មួយកន្ត្រៃកាត់យើងកាត់ឲ្យវាមានប្រវែងស្មើគ្នាឬក៏ធ្វើឲ្យវាមាន texture ស្អាតជាងចំពោះកន្ត្រៃសាប់អត្ថប្រយោជន៍វាធ្វើឲ្យសក់ស្ដើងហើយនឹងធ្វើឲ្យសក់ម៉ត់ជាងមុនឲ្យវាស្អាតជាងមុនហើយសម្រាប់ក្រាស់នេះយើងអាចសិតលើកជាដឺការ៉េក៏បាននិងប្រើជាមួយនឹងកន្ត្រៃកាត់និងសាប់ក៏បានពោះជក់យើងអាចប្រើបោះកំទេចសក់ទៅលើជុំវិញក្បាលភ្ញៀវហើយនឹងស្មារបស់ភ្ញៀវហើយចំពោះក្រាស់មូលផ្លុំយើងអាចប្រើទៅលើការធ្វើម៉ូ style ទៅតាមភ្ញៀវដែលចង់សម្រាប់ដែលបងប្អូនយើងចង់ខ្លាយទៅជាជាងកាសបបុរសនៅសាលាលីសេយើងខ្ញុំនឹងមានបើកវគ្គបង្រៀនវគ្គខ្លីរយៈពេល15ថ្ងៃរៀនចំនួន2ពេលថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយថ្ងៃច័ន្ទនិងថ្ងៃអង្គារអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំ